ต่อสู้อดทนตัวทวนหรือสราកូនជាទីស្រឡាញ់មនុស្សដែលខំប្រឹងប្រែងធ្វើការសុចរិតដើម្បីលើកស្ទួយជីវភាពរបស់ខ្លួននិងគ្រួសាររហូតដល់បានសម្រេចសមរម្យនោះជារឿងដែលគួរឲ្យសរសើរណាស់តាមពិតក្នុងលោកនេះអ្នកដែលបានទទួលនៅពេលល្អបាននៅទ្រព្យមរតកស្រាប់តែម្ដងដោយខ្លួនឯងមិនបាច់ប្រឹងប្រែងអ្វីនោះគឺមានតិចអ្នកទេដោយច្រើនគឺចាប់ផ្ដើមពីការលំបាកទៅមុនហើយទ្រព្យមរតកបានត្រឹមតែកម្លាំងស្មងកម្លាំងចិត្តនិងចំណេះដឹងក្នុងមុខវិជ្ជាផ្សេងប៉ុណ្ណោះពោលគឺមិនបានទទួលនៅមរតកអ្វីជាទ្រព្យសម្បត្តិមាសប្រាក់ឲ្យធំដុំនោះឡើយសំខាន់ណាស់ទៅហើយដែលមរតកនោះគឺជាជីវិតកម្លាំងកាយចិត្តនិងចំណេះវិជ្ជាមរតកម៉ែឪគឺជីវិតកម្លាំងកាយនិងចំណេះវិជ្ជាកូនល្មមយល់បានហើយឯចំណែកមរតកគឺកម្លាំងចិត្តបានដល់ទឹកចិត្តតស៊ូព្យាយាមដែលម៉ែឪបានបង្ហាត់បង្រៀនអប់រំទូលមានកូននិងធ្វើជាគំរូរហូតមកកូនត្រូវពង្រឹងកម្លាំងចិត្តឲ្យដល់ព្រមជាមួយគ្នានឹងកម្លាំងកាយចំណេះវិជ្ជាធ្វើជីវិតកូនឲ្យមានខ្លឹមសារការប្រើកម្លាំងស្មងនិងទឹកចិត្តត្រឹមត្រូវតស៊ូក្នុងជីវិតអត់ធន់ចំពោះការងារមិនរួញរាចំពោះឧបសគ្គទើបអាចបានដល់នៅឋានៈដ៏ប្រសើរមានជីវភាពធូរធារដោយទ្រព្យសម្បត្តិដោយតែកូនបានឃើញហើយអ្នកខ្លះខ្វះការតស៊ូព្យាយាមចង់ទៅសំណុកចូលចិត្តទៅសប្បាយហើយនឹងថ្នមខ្លួនប្រភេទមនុស្សជន់អាចមន់មិនពាចនោះគឺมันមានឱកាសសាងនៅឋានៈឲ្យពងខ្ពស់និងឲ្យជីវិតរស់នៅបានសុខស្រួលឡើយសំបីមានមរតកច្រើនទឹកសន្ធាប់យ៉ាងណាมันយូរឡើយនឹងបំផ្លាញអស់មិនខានកូនហើយជីវិតគឺការតស៊ូពាក្យនេះធ្លាប់មានមកយូរហើយដូច្នេះឧបសគ្គក្នុងជីវិតកូនត្រូវចាត់ទុកជាថ្នាំកម្លាំងកាលបើមនុស្សយើងមានការតស៊ូក្នុងជីវិតក៏រមែងបានជួបប្រទះនៅឧបសគ្គគឺសេចក្តីលំបាកជាធម្មតាតែសូមឲ្យកូនគិតថាសេចក្តីលំបាកនោះជាថ្នាំកម្លាំងដែលនឹងជំរុញឲ្យកូនប្រឹងប្រែងជាយាមតស៊ូដើម្បីយកឈ្នះសេចក្តីលំបាកនោះរហូតបានដល់ទិសដៅគឺភាពប្រសើរនៃជីវិតដីបាឧបសគ្គរឹតតែខ្លាំងជោគជ័យក៏រឹតតែមានតម្លៃម៉ែឪមិនមាននៅមរតកដែលជាទ្រព្យសម្បត្តិអ្វីច្រើនទុកឲ្យកូននោះទេតែកូនក៏បាននៅជីវិតកម្លាំងកាយកម្លាំងចិត្តនិងចំណេះវិជ្ជាព្រមល្មមសពគ្រប់ហើយកូនត្រូវប្រើរបស់ទាំងនេះឲ្យបានសម្រេចតាមបំណងប្រាថ្នារបស់កូនទៅចុះ29គូតស៊ូដល់ពិតប្រាកដកូនជាទីស្រឡាញ់ក្នុងកិច្ចការគ្រប់យ៉ាងនេះអ្នកដែលធ្វើត្រូវមានការតស៊ូនិងមាននៅសេចក្តីលំបាកផ្សេងអ្នកដែលធ្វើការបានសម្រេចគឺជាអ្នកបានឆ្លងនៅឧបសគ្គនៃការងារនោះរួចមកហើយទោះជាឧបសគ្គធ្ងន់ក្តីស្រាលក្តីការដែលខំពុះពៀនៅឧបសគ្គរហូតបានសម្រេចសុទ្ធតែដោយការតស៊ូជាមួយនឹងឧបសគ្គនោះតែប៉ុណ្ណោះមិនមែនកន្លងផុតបានដោយការកិច្ចជៀសឬក៏លោតកន្លងដូចជាកន្លងរបងនោះទេកូនត្រូវពុះពៀចូលទៅកណ្ដាលឧបសគ្គនោះដូចជាទូកអញ្ចឹងឯងត្រូវឆ្លងកាត់រលកកាត់ខ្យល់ឬក៏មនុស្សយើងត្រូវដើរកាត់កម្ដៅថ្ងៃទៅដូច្នោះឯងទើបអាចបានឆ្លងផុតរលកខ្យល់ឬក៏កម្ដៅថ្ងៃនោះទៅបានតាមពិតការតស៊ូជាមួយនឹងឧបសគ្គពិតជាលំបាកណាស់នោះគឺថាវាមិនជាការលំបាកណាស់ទៅពេកទេណាបើយើងបានតស៊ូជាមួយនឹងចិត្តខ្លួនឯងរហូតដល់ទៅបានឈ្នះផ្លូវចិត្តខ្លួនឯងជាមុនហើយនោះចិត្តរបស់យើងនេះឯងដែលជាគូតស៊ូពិតប្រាកដរបស់មនុស្សយើងការតស៊ូជាមួយនឹងចិត្តរបស់ខ្លួនឯងនេះលំបាកជាងការតស៊ូជាមួយនឹងឧបសគ្គផ្សេងជាខាងក្រៅដូចជារងាក្តៅហាលភ្លៀងហាលខ្យល់ស្រេកឃ្លានអីជាដើមហ្នឹងការតស៊ូជាមួយនឹងចិត្តឲ្យឈ្នះនោះគឺត្រូវដាស់តឿនចិត្តឲ្យភ្ញាក់ខ្លួនមិនឲ្យទម្រាន់មិនឲ្យរាថយឲ្យចិត្តមានកម្លាំងមិនឲ្យអស់កម្លាំងចិត្តជាមុនការបើតស៊ូជាមួយចិត្តរបស់ខ្លួនឯងបានឈ្នះហើយមានកម្លាំងចិត្តរឹងប៉ឹងហើយក៏អាចតស៊ូជាមួយនឹងឧបសគ្គខាងក្រៅបានមិនជារំបាកអីទៅពេកទេដោយតែយើងខ្លាំងនេះយើងលើករបស់ធ្ងន់រួចដោយសេចក្តីសង្ឃឹមថានឹងបានឆ្លងរួចពីឧបសគ្គទៅនោះគឺថាមានសុវត្ថិភាពល្អមានជោគជ័យដោយសារកម្លាំងចិត្តរឹងប៉ឹងនឹងឯងបើសិនបើយកឈ្នះចិត្តខ្លួនឯងដោយការពុះពៀនៅឧបសគ្គសំខាន់គឺសេចក្តីខ្ជិលការរួញរានិងការអស់កម្លាំងចិត្តមិនបានទេតើនឹងអាចទៅតស៊ូជាមួយនឹងឧបសគ្គអ្វីបានទៅ
តស៊ូជាមួយនឹងចិត្តខ្លួនឯងឲ្យបានឈ្នះជាមុនណាកូនក៏នឹងអាចឈ្នះអ្វីគ្រប់យ៉ាងក្នុងលោកបានព្រោះថាក្នុងលោកនេះមិនមានការតស៊ូណាឲ្យខ្លាំងក្លាដូចជាការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឡើយអត្តាហេអត្តនោនេថោកោហេនេថោបរោសិយាខ្លួនជាទីពឹងពំនឹងអាត្មាអ្នកផ្សេងមិនដេចរានឹងថាពឹងបានអត្តនាហេសតន្តេអ្នកទូនមានខ្លួនជាអ្នកក្លាហានច្បាំងនឹងកិលេសក្នុងចិត្តចន្តានខ្លួនល្អកល្យានព្រះបានត្រាស់ថានេថាំងលបតិទុលភ័ងបាននៅធម្មំទីពឹងអស្ចារ្យទីពឹងនេះក្រកម្រណានាក្នុងវដ្តសង្សារស្រវាតោមបាន30ខួតចេញមកទៅបានធូរកូនជាទីស្រឡាញ់គង់តែមានថ្ងៃណាមួយមិនខានដែលមនុស្សយើងត្រូវជួបជាមួយនឹងសេចក្តីទុក្ខឬបញ្ហាដែលធ្វើឲ្យចិត្តចង្អៀតចង្អល់មាននៅកង្វល់ជាទុក្ខកង្វល់ដែលមិនអាចប្រាប់អ្នកដទៃឬជាទុក្ខដែលខ្លួនឯងគិតថាអ្នកដទៃណាក៏មិនអាចបញ្ជួយបានដែលទុក្ខបែបនេះនឹងធ្វើឲ្យកើតការធុញថប់ក្នុងជីវិតនៅម្នាក់ឯងតែងតែដកដង្ហើមធំគិតច្រើនតតែឈឺក្បាលបាយមិនបានចម្រើនមិនលក់ដែលអាចបណ្ដាលឲ្យកើតរោគសរសៃប្រសាទបានដោយងាយការបើកូនបានជួបប្រសពនៅភាវៈជាទុក្ខដោយតែបានពោលមកហើយនេះកូនកុំលាក់ទុក្ខតែម្នាក់ឯងត្រូវកុំឲ្យនៅតែក្នុងខ្លួនកូនគឺកូនត្រូវបញ្ចេញមកខាងក្រៅនឹងធ្វើឲ្យកូនបានធូរស្រាលប្រៀបដូចជាការហើមពោះទល់លាមកដល់ពេលតោបំបានអស់មកធូរពោះស្រួលខ្លួនចឹងទៅយ៉ាងណាការធុញថប់ការត្រេះរិះកង្វល់ក្នុងរឿងផ្សេងដែលមាននៅក្នុងចិត្តក៏ដូចគ្នាត្រូវតែបញ្ចេញមកខាងក្រៅយ៉ាងនោះឯងមានបញ្ហាខ្លះពិតមែនតែគេមិនលាក់ទុកតែឯងប៉ុន្តែគេបញ្ចេញមកខាងក្រៅដោយការសងសឹកដោយការបៀតបៀនដោយអំពើហិង្សាផ្សេងឲ្យដល់អ្នកដទៃនៅក្នុងសេចក្តីនេះកូនត្រូវកុំបញ្ចេញមកជាដាច់ខាតវិធីបញ្ចេញនៅទុក្ខកង្វល់ភាពធុញថប់ឬក៏ភាពសពប់សពូននៃចិត្តដែលល្អបំផុតនោះគឺពោលឲ្យអ្នកដទៃស្ដាប់ក្នុងលំដាប់ថ្នាក់ដំបូងនោះគឺមេត្តាបិតាកូនមានរឿងកើតទុក្ខតឹងណែនក្នុងទ្រូងយ៉ាងណាកូនត្រូវជម្រាបឲ្យមេត្តាបិតាបានជ្រាបពោលគឺឲ្យម៉ែឪហ្នឹងបានស្ដាប់នឹងឯងម៉ែឪមិនជាពឹសមិនជាភ័យសម្រាប់កូនឡើយម៉ែឪរមែងដឹងចិត្តកូននិងយល់ពីកូនជានិច្ចសំបីពេលខ្លះមិនអាចដោះស្រាយបញ្ហាឲ្យកូនបានក៏ដោយតែម៉ែឪគឺជាកន្លែងដែលសម្រាប់កូនខួតដាក់កូននឹងរៀបរាប់នឹងយំនឹងសម្ដែងនៅសេចក្តីទុក្ខលំបាកឬបំណងយ៉ាងណាចំពោះមុខម៉ែឪក៏បានទាំងអស់បើធ្វើយ៉ាងនេះហើយកូនអាចនឹងថាសប្បាយចិត្តឡើងបានខ្លះឪពុកម្ដាយក៏រីករាយនឹងស្ដាប់រីករាយនឹងដឹងឪពុកម្ដាយព្រមទទួលនៅសេចក្តីទុក្ខរបស់កូនជានិច្ចចូលកូនកុំឃើញឪពុកម្ដាយជាអ្នកដទៃផ្សេងណាទៀតឲ្យសោះភាពធុញថប់ភាពតានតឹងចង្អៀតចង្អល់ទុក្ខកង្វល់ទាំងអស់របស់កូនគឺកូនគួរតែមកអួតមកបន្ទោបង់ដាក់ឪពុកម្ដាយចោះកុំទុកឲ្យតឹងណែនក្នុងខ្លួនកូនតែម្នាក់ឯងនោះពុកម្ដាយព្រមធ្វើជាកថាឬក៏តែជាបង្គន់របស់កូនជានិច្ចតាំងតែពីកូននៅក្នុងផ្ទៃម្ដាយមកម្លេះតែបើកូនមានសេចក្តីអត់ធន់អាចតស៊ូបានប្រឹងប្រែងដោះស្រាយបានគ្នាឯងក៏ជាការល្អចាំបាច់ជំរាបមកដល់មេត្តាបិតាឲ្យគាត់ព្រួយបារម្ភប៉ុន្តែថាវាមានទៅតាមកម្រិតនៃរឿងរ៉ាវទាំងអស់នោះដែលកូនមិនអាចអត់ទ្រាំបានឬក៏មិនអាចនឹងថាឲ្យស្ងប់រងាប់ក្នុងចិត្តមានអ្នកដទៃណាដើម្បីនឹងបញ្ចេញនៅរឿងរ៉ាវទាំងអស់នោះនឹងក៏គួរជំរាបមេត្តាបិតាដើម្បីថាគាត់មានឧបាយដែលនឹងអាចជួយកូនបានយ៉ាងណាតាមដែលទឹកចិត្តមេត្តាបិតាក៏មិនចង់ឲ្យកូនទុកលំបាកតែឯងហើយក៏ទៅធ្វើរឿងអីដែលខុសកំគងឬក៏ធ្វើអត្តឃាតអីនៅនោះទេប្រាប់មកមេត្តាបិតាគាត់ជួយដោះស្រាយបានយ៉ាងណាហើយកូនក៏បានរស់នៅជាសុខក៏ជាសេចក្តីសុខរបស់ម៉ែឪទៅនឹងឯង31ភ្លើងចំណែនកូនជាទីស្រឡាញ់មានធម្មជាតិម្យ៉ាងនៅពេលដែលកើតដល់អ្នកណាហើយនឹងធ្វើឲ្យអ្នកនោះក្តៅងុំក្នុងចិត្ត
កើតការញាប់ញ័រក្នុងទ្រូងហើយនឹងឈឺផ្សាធម្មជាតិដែលហៅមកនេះគឺថាការចំណែនឬក៏រិស្យាការចំណែនកើតឡើងក្នុងចិត្តនៅពេលដែលឃើញអ្នកដទៃបានល្អជាងខ្លួនក្រៃលែងមែនទែនគឺអ្នកដែលបានល្អជាងខ្លួននោះជាសត្រូវឬជាគូប្រកួតគ្នាជាមួយនឹងកូនខ្លួនឯងដែលធ្វើឲ្យការចំណែនរឹងរិតតែឡើងកម្លាំងខ្លាំងឡើងអ្នកដែលមាននៅការចំណែនរមែងបាត់បង់នៅសេចក្តីសុខដោយមិនដឹងខ្លួនឃើញអ្វីៗចេះតែទាស់មុខទាស់មាត់ទាស់ភ្នែកទាស់ត្រចៀកទាំងអស់គឺជាការដូរផ្លាស់អំពីទឹកចិត្តមេត្តាករុណាមកជាចិត្តដែលឥតគុណធម៌មានការចង្អៀតចង្អល់នឹងអ្នកដទៃជានិច្ចការចំណែននេះគឺការសាហាវណាអាចក្តៅខ្លាំងណាស់កូនហើយរហូតដល់ទៅថ្នាក់សម្លាប់គ្នារហូតហើយចង់ពីវេរាចឹងទៅហៅថាជាភ្លើងចំណែននេះនៅពេលដែលឆេះឡើងរមែងដុតចិត្តមនុស្សឲ្យក្តៅររាលរហូតគ្រប់ពេលភ្នក់ភ្លើងនេះពិតមែនតែថានឹងឆេះឡើងបានងាយប៉ុន្តែក៏ដោយសារឃើញសត្រូវឬគូប្រជែងនឹងបានល្អតែប៉ុណ្ណោះបើសិនបើអ្នកដែលបានល្អនោះជាមនុស្សដែលខ្លួនឯងស្រឡាញ់វិញបាបធัวគឺអ៊ីសាការចំណែននឹងមិនកើតឡើងឡើយពេលកូនបានដឹងដូច្នេះហើយកូនត្រូវប្រយ័ត្នឲ្យណាស់ចំពោះបាបធัวប្រភេទនេះដើម្បីកុំឲ្យកើតឡើងបានកូនត្រូវវឹកហាត់ឲ្យជាមនុស្សមានចិត្តទូលាយអ្នកដទៃមិនថាជាមិត្តឬជាសត្រូវមិនថាជាមនុស្សដែលកូនស្រឡាញ់កូនស្អប់ឡើយគឺថាគេមានសិទ្ធិបានទទួលនៅសេចក្តីសម្រេចក្នុងរឿងផ្សេងដូចជាមនុស្សទូទៅដែរបើកូនត្រេកអររីករាយជាមួយនឹងគេមិនបានទេកូនគួរតែដាក់ចិត្តឲ្យបង្ងើយធ្វើដូចជាមិនដឹងមិនឃើញចឹងទៅឬថាត្រឹមតែជាចិត្តឃើញត្រឹមតែជាចិត្តឮត្រឹមតែជាចិត្តដឹងរឿងប៉ុណ្ណឹងជាដើមតែវាមិនត្រូវភ្លើងចំណែននឹងដុតចិត្តសន្តានរបស់កូនឲ្យឆេះដៅនោះឡើយអ្វីកើតឡើងសឹកតែមានហេតុត្រឹមត្រូវយើងមិនដឹងថាត្រូវទៅចំណែននឹងគេយ៉ាងដូចម្ដេចនោះឡើយកូនត្រូវចាំទុកថាកុំចង់បានរបស់ដែលអត់កុំជាប់ចិត្តនឹងរបស់ដែលមានអ្វីកើតព្រោះមានហេតុអ្វីដែលកើតឡើងហើយសុទ្ធតែប្រែប្រួលបើកូនខ្វះគុណធម៌កូនចំណែនចំពោះសេចក្តីល្អរបស់គេដូច្នេះអ្នកដែលក្តៅក្រហាយពិតហ្នឹងគឺជាកូនខ្លួនឯងជាកូនមិនមែនគេនោះទេរឿងអ្វីដែលកូនត្រូវមកបង្កាត់ភ្លើងទុកត្រង់ដើមទ្រូងឲ្យឆេះខ្លួនឯងគ្រប់គ្រានេះវាជាការល្ងងរបស់កូននឹងណាចូលកូនកុំជាមនុស្សល្ងងខ្លៅឡើយកុំចំណែននឹងគេកុំទៅដុតទ្រូងដុតចិត្តខ្លួនឯងសោះណាកូន32គិតអ្វីឲ្យវែងកុំបែងខ្លីកូនជាទីស្រឡាញ់ពាក្យចាស់បុរាណបានពោលហើយគឺថាគិតអ្វីឲ្យវែងបានទីក្តីថាធ្វើអ្វីក៏ដោយឲ្យមើលមុខមើលក្រោយឲ្យវែងឆ្ងាយពោលគឺសម្លឹងមើលអនាគតកាលពាក្យនេះមានន័យសំខាន់ណាស់ព្រោះមនុស្សដែលសម្លឹងមើលកិច្ចការក្នុងការវែងឆ្ងាយនោះរមែងនឹងបានទទួលនៅសេចក្តីសម្រេចក្នុងកិច្ចការងារផ្សេងដែលខ្លួនធ្វើក្នុងរយៈកាលយូរពាក្យថាកុំបែងខ្លីគឺកុំគិតខ្លីមនុស្សដែលមើលអ្វីខ្លីកញ្ញុចមើលឃើញអ្វីនៅទៅនឹងមុខមើលផលក្នុងរយៈខ្លីប្រុសស្រីដូចនេះគេហៅថាមនុស្សគំនិតខ្លីឬក៏គំនិតអស់មកបាយរមែងបានទទួលនៅផលសម្រេចក្នុងពេលខ្លីតែប៉ុណ្ណោះมันមានអ្វីជាសំខាន់ឡើយរួចហើយក៏ត្រូវដួលចុះអស់ទីពឹងយ៉ាងទៀតមនុស្សគិតអ្វីខ្លីរមែងធ្វើអ្វីដោយសេចក្តីប្រមាទធ្វើដោយប្រញាប់មិនគិតមុខមិនគិតក្រោយធ្វើទៅតាមតែចំណង់រមែងក្តៅក្រហាយក្នុងការជាខាងក្រោយអស់មួយជីវិតមនុស្សខ្លះគិតខ្លីពេកក៏คล้ายទៅជាឃាតករមនុស្សខ្លះទៀតធ្វើអត្តឃាតខ្លួនឯងឡាការដែលកូននឹងធ្វើនៅកិច្ចការងារអ្វីក៏ដោយកូនត្រូវសម្លឹងឲ្យវែងឆ្ងាយដោយពាក្យថាបិទភ្នែកឲ្យជិតសម្លឹងឲ្យឆ្ងាយបើការងារនោះរឹតតែធំដុំនិងសំខាន់នៅក្នុងជីវិតកូនត្រូវតែគិតឲ្យវែងឆ្ងាយជាទីបំផុតផងដែរហើយត្រូវមានស្មារតីរក្សាឲ្យបានខ្ជាប់ខ្ជួនកូនមានគិតឃើញទេថាមានការងារខ្លះមានតម្លៃជាងជីវិតរបស់យើងរាប់ដងមិនអស់ទៅទៀតជាមួយនឹងការងារកូនត្រូវចាំទុកថាខ្លាចលំបាក
តែខ្ជិលមិនព្យាយាមមិនរួចពីសេចក្តីលំបាកឡើយខ្វះសេចក្តីអត់ធន់ការងារមិនបានល្អខ្វះការតស៊ូការងារមិនសម្រេចរវល់តែរឿងស្នេហាកាន់ការងារធំមិនបានព្រោះសេចក្តីប្រហែសខ្វេសការងារដែលចេះស្ទាត់ហើយនោះត្រឡប់ទៅជាទទួលបរាជ័យដោយបុគ្គលល្ងងខ្លៅរស់នៅដើម្បីធ្វើការមិនមែនធ្វើការដើម្បីត្រឹមតែរស់នោះទេមិនមាននរណាគ្រប់គ្រងយើងឲ្យខ្ពង់ពោះក្រៅអំពីខ្លួនឯងដែលគោរពនៅការងាររបស់ខ្លួននោះឡើយកុំជាមនុស្សពិការទាំងដែលមានអវយវៈគ្រប់គ្រាន់ឲ្យសោះការងារអាក្រក់នាំទៅរកភពងងឹតឯការងារល្អនាំទៅរកភពភ្លឺស្វាងការងារដែលប្រសិទ្ធៈទោសជាមង្គលដល់ដំការងារជាអាយុជីវិតជាកិត្តិយសលក្ខការងារមានតម្លៃជាងអ្វីទាំងអស់ព្រោះការងារនាំឲ្យបានរួចផុតចាកអំពីសេចក្តីទុក្ខទាំងពួងសេចក្តីទុក្ខទាំងប្រមាណដែលបានពោលហើយនេះសម្រាប់ឲ្យកូនរៀនគិតឲ្យបានវែងនៅក្នុងជីវិតគិតអ្វីឲ្យវែងកំបែងខ្លីជាពាក្យការពីបុរាណគិតអ្វីឲ្យវែងកំបែងខ្លីវិស័យចង់ស្រីមើលរឹកពេផ្គប់ស្ដាច់តោងតាមប្រតិយាបផ្គប់រះដូចគ្នាតោងមើលចិត្តភៀវមកតោងមើលអាការចេញពោលពាក្យម្ដេចមិញគង់ឃើញពិតពាក្យស្លែងក្រែងស្លូតជួនជាមិត្តពាក្យពិតជួនពេលមកមេលមិញលាក់គ្រាសសាងប្រត់ចិត្តនៅខ្មៅចោលប្រាជ្ញតាមខ្លៅចង់ជិះបាបយកវែងឲ្យដឹងរស់ប្រៃសាបយកខ្សាច់មកគៀបបានប្រេងឬស័យធ្វើខ្លះដាក់គ្មានថ្នាំងគោមស្គររគាំងវែងមិនលឺសូរិយាមិនយកជាបន្លឺជឿធឺអំពិលអំពែកសัตว์33ការត្រៀមខ្លួនទុកជាមុនកូនជាទីស្រឡាញ់ក្នុងជីវិតមួយថ្ងៃនៃមនុស្សយើងនេះរមែងតែងតែមានរឿងដែលនឹងត្រូវឲ្យដោះស្រាយជារឿយបន្តិចរឿងនេះបន្តិចរឿងនោះពេលខ្លះក៏បាននាំមកនៅសេចក្តីលំបាកយ៉ាប់យ៉ឺនមកបកគលឲ្យទៀតផងព្រោះដោះស្រាយអត់បានកូនក៏ធ្លាប់ជួបប្រសពរឿងរ៉ាវនេះមកខ្លះហើយក្នុងសេចក្តីនេះកូនត្រូវត្រៀមខ្លួនឲ្យដល់ព្រមពោលគឺត្រៀមការពារទុកជាមុនដោយពាក្យថាការពារទុកមុនស្រណុកជាងដោះស្រាយពីដូចជាការដើរផ្លូវឆ្ងាយចឹងឯងគឺត្រូវត្រៀមរៀបចំអ្វីទុកជាមុនឲ្យសពគ្រប់មិនថាជាការដាក់ផែនការស្បៀងអាហារពួតអាវអ្វីឡើយគឺត្រូវតែឲ្យដល់ព្រមទាំងហ៊ានពាណៈទាំងមាសប្រាក់លុយកាក់សម្រាប់ចាយវាយលាក់លុះដល់ពេលវេលាហើយក៏ចាប់យកអ្វីដែលបានត្រៀមរៀបចំជាស្រេចនោះដើរផ្លូវទៅតាន់ពេលដល់ដើរទៅហើយមិនមានខ្វះអ្វីឡើយការត្រៀមរៀបចំឲ្យដល់ព្រមគឺជាកិច្ចការពារនិងដោះស្រាយបញ្ហាដែលល្អជាទីបំផុតការបើមានបញ្ហាកើតឡើងក៏ដោះស្រាយបានតាន់ពេលប្រៀបម្យ៉ាងទៀតដូចជាត្រៀមទឹកសម្រាប់លួចភ្លើងឬត្រៀមថ្នាំដែលចាំបាច់សម្រាប់ព្យាបាលដូច្នោះឯងក្នុងការរស់នៅកូនត្រូវត្រៀមកាយត្រៀមចិត្តត្រៀមទាំងគំនិតគិតទុកជាមុនគឺថាតទៅនឹងជាយ៉ាងណាបើយ៉ាងនោះមែនតើត្រូវធ្វើដូចម្ដេចហើយឥឡូវនេះត្រូវធ្វើអ្វីដូចនេះជាដើមការត្រៀមរៀបចំទុកជាមុនដូចនេះព្រះសម្មាសម្ពុទ្ធទ្រង់ថាមិនប្រមាទមនុស្សដែលមិនប្រមាទគឺថាជាមនុស្សដែលមិនមានការធ្វើប្រហែសមិនអាងថាមិនអីគឺតែងតែត្រៀមអ្វីក្នុងដំណើរជីវិតទុកជាស្រេចដូច្នេះណាសំបីរឿងចាស់ឈឺស្លាប់រឿងការប្រត់ប្រាស់និងរឿងផលកម្មដែលតែងតែមានជាប្រចាំគ្រប់គ្នាអ្នកដែលមិនប្រមាទហ្នឹងក៏បានគិតទុកជាស្រេចហើយដែរដល់ពេលរឿងនោះមកដល់ចិត្តក៏រមែងស្ងប់រងាប់មិនញាប់ញ័រចូលកូនកុំប្រមាទក្នុងជីវិតកុំធ្វើឲ្យប្រយោជន៍បាត់បង់ទៅជាមួយនឹងពេលវេលាឲ្យសោះបើប្រយោជន៍មិនបាត់បង់ទេគឺនៅជាប់តាមខ្លួនកូនជានិច្ចនោះកូននឹងជាមនុស្សល្អរហូតចូលកូនចាំចោះថាមិនមានអ្នករួមដំណើរណាក្នុងជីវិតដែលនាំមកនៅភាពរីករាយឲ្យដូចជាខ្លួនកូនឯងដែលជាមនុស្សល្អនោះឡើយដូច្នេះកូនត្រូវតែរួមដំណើរជាមួយនឹងខ្លួនឯងជាមនុស្សល្អកូនត្រូវតែត្រៀមរៀបចំនៅប្រយោជន៍គឺអំពើល្អគ្រប់យ៉ាងក្នុងជីវិតរបស់កូន34ទឹកចិត្តពិតជាសំខាន់កូនជាទីស្រឡាញ់ពុកនិងម៉ែធ្លាប់ប្រាប់កូនមកហើយថានោះយើងកាលនឹងទៅនៅក្នុងទីណានៅជាមួយនឹងនរណាក៏ដោយសូមឲ្យកូនជាមនុស្សមានទឹកចិត្តកូនហើយខ្វះអ្វីអាចខ្វះបានតែកុំឲ្យខ្វះទឹកចិត្តគឺកុំឲ្យមានចិត្តចង្អៀតចង្អល់គិតតែពីបានមកខ្លួនឯងមិនគិតគេផងនោះឡើយ
នោះយើងបើខ្វះទឹកចិត្តហើយគឺមិនមានអ្នកណាចង់មកនៅឬក៏មកគប់រោគដោយពិតប្រាកដកាលដែលគេចិត្តតែទ្រាំនៅក៏ព្រោះមកអំពីគេមិនទាន់រស់ផ្លូវទៅបានតែប៉ុណ្ណោះ